នាងគឺជាម្ចាស់ផ្ទះមួយនេះរឿងនេះចង់ចាត់ចែងយ៉ាងម៉េចស្រេចតែលើនាងចុះលោកពូចិត្តអាក្រក់ពួកអញអាក្រក់ដូចមីងនឹងអញ្ចឹងចូលដៃគ្នាធ្វើបាបម៉ាក់ខ្ញុំលែងចូលចិត្តពូទៀតហើយលោកលូអ្នកស្រីលោកក្មេងមិនដឹងអីទេទើបចេះតែនិយាយខ្ញុំអាចយកយល់បានដោយសារតែនាងនៅក្មេងតើចេញទៅសម្អាតខ្លួនឲ្យស្អាតបាតផងកុំមកធ្វើឲ្យប្រឡាក់កន្លែងខ្ញុំអរគុណលោកលោទៅចុះបងហេងល្បែងប្រើអំណាចធ្វើបាបគេនេះសប្បាយលេងណាស់មែនទេអូយសុំទោសលោកប្រធានលូអ្នកនាងស៊ឺជាអ្នកប្រើពួកខ្ញុំទេពួកឯងនិយាយឈួតអីហ្នឹងបងហេងខ្ញុំគ្រាន់តែចង់ព្រមាននាងបន្តិចបន្តួចទេអ្នកណាទៅដឹងថាពួកនេះធ្វើជ្រុលដៃអញ្ចឹងចេញទៅឲ្យអស់ទៅប្រញាប់ឡើងសេងយួនឯងចាំតែមើលទៅខ្ញុំមិនបណ្ដោយឲ្យឯងដណ្ដើមបង្ហេងពីខ្ញុំម្ដងទៀតទេលោកប្រធានលោរឿងដែលលោកប្រធានឲ្យខ្ញុំស៊ើបរកឃើញហើយបាទមើលទៅសេងយួនពិតជារៀបការរួចមែនមើលទៅសេងយួនពិតជារៀបការរួចមែនប៉ុន្តែអ្នកនាងសេងបានលេងលេះគ្នាតាំងពី5ឆ្នាំមុនម្លេះឥឡូវនេះនាងនៅលីវទេមើលទៅសេងយួនមិនបានកុហកទេរੂរពិតជាមិនមែនជាកូនរបស់ខ្ញុំមែនម៉ាក់ចាំរੂផ្លុំឲ្យណាផ្លុំទៅបាត់ឈឺហើយរੂម៉ាក់មិនអីទេឆាប់ចូលគេងទៅណាកូនណាម៉ាក់ឯងក៏ត្រូវសម្រាកដែរណាគេងទៅណាកូនអ្នកនាងសាងកូនស្រីរបស់អ្នកនាងកើតមកមានជំងឺខ្សោយតម្រងនោមដំណាក់កាលចុងក្រោយជំងឺនេះត្រូវការព្យាបាលអស់លុយច្រើនណាស់អ្នកនាងគួរតែប្រាប់ទៅឪពុករបស់គេទៅកូននេះអត់មានឪពុកទេសាងយូអានខានជួបគ្នាប៉ុន្មានឆ្នាំសុកមានកូនបាត់លោកគឺយើងឈីឡាងនឹងណាអាម៉ាប់នៅផ្ទះក្បែរឯងនឹងតែចេញទៅរៀននៅបរទេសនោះអីបងឈីឡាងតើមិញនេះយើងលួចស្ដាប់នៅមាត់ទ្វារឮថាឯងអត់មានប្តីទេមែនអត់ចុះបើរៀបការជាមួយយើងទៅរៀបការជាមួយយើងទៅយ៉ាងម៉េចដែរលេងសើចស្អីហ្នឹងកូនអ្នកមានស្តុកស្ដំដូចជាបងឯងខ្វះអីកូនស្រីអភិជនតាមស្រឡាញ់នោះត្រូវអត់យើងដើរលេងអត់ទាន់ឆ្អែតផងនឹងវើយប៉ុន្តែតតែរៀបការរួចទើបយើងអាចទទួលមរតកក្រុមហ៊ុនបានយកអញ្ចេះទៅចុះសម្បត្តិអាពីពីជាមួយយើងសិនទៅមួយឆ្នាំក្រោយមកយើងនឹងឲ្យលុយសងជំងឺចិត្តឯង1 លានក្រោយមួយឆ្នាំហ្នឹងឯងអាចលេងលេះជាមួយយើងវិញបានគិតថាម៉េចដែរអូខេខ្ញុំយល់ព្រមតតែធ្វើអញ្ចឹងទៅរួយមានលុយទិញថ្នាំថ្លៃបានពួកយើងលេងលេះគ្នា5ឆ្នាំហើយមិនដឹងថាពេលនេះគាត់យ៉ាងម៉េចហើយទេអាឡូលោកគ្រូពេទ្យវាងយូអានមានអង្គការសប្បុរសធម៌មួយគេជួយឧបត្ថម្ភដល់ប្រមាណរួយក៏មានឈ្មោះក្នុងនឹងដែរណា3ថ្ងៃទៀតមានកម្មវិធីប្រគល់ជំនួយកុំភ្លេចនាំរួយមកផងណា
លោកអគ្គនាយកលោកពិធីបរិច្ចាគសប្បុរសធម៌នឹងចាប់ផ្ដើមនៅ1ម៉ោងទៀតប្រហែលជានៅតែត្រូវរំខានលោកអគ្គនាយកឲ្យប្រគល់វាផ្ទាល់ជូនដល់អាណាព្យាបាលហើយដឹងហើយលោកអគ្គនាយកនេះជាបញ្ជីឈ្មោះទទួលអំណោយសូមលោកពិនិត្យមើលដើរយឺតកូនប្រយ័ត្នដួលណាម៉ាក់កូនលេងអានឹងបានអត់លោកឈ្មោះសាងរូរូសេងរូរូចោលទៅបន្តទៅទៀតក្មេងដែលត្រូវគ្រូពេទ្យហៅឈ្មោះសុំចេញទៅខាងក្រៅដើម្បីចូលរួមពិធីចាងសៀវសៀវឆាប់ទៅកូនប្រញាប់ឡើងលីតុងតុងតាវតាវនិងឈិនឈីឈីសូមទៅចូលរួមពិធីបរិច្ចាគលោកគ្រូពេទ្យវាងលោកគ្រូធ្លាប់ប្រាប់ថាមានឈ្មោះកូនស្រីខ្ញុំក្នុងបញ្ជីតាហីចុះមិនបានអត់ទេហៅឈ្មោះអញ្ចឹងដើមឡើយគឺមានឈ្មោះនាងតែក៏ត្រូវគេលុបចោលវិញបាត់ហើយនេះអ្នកនាងធ្លាប់ទៅប៉ះពីអ្នកធំណានៅក្រុមហ៊ុនលោកគ្រប់ដែរទេខួបលើកទី10របស់ឬមួយក៏ជាលោហឿងលោហេងលូហេងតើលោកមែនទេដែលលុបឈ្មោះកូនស្រីខ្ញុំពីបញ្ជីសុំជំនួយនោះគឺខ្ញុំនឹងហើយកូនស្រីខ្ញុំមានជំងឺតម្រងនោមធ្ងន់ធ្ងរណាស់ហើយនាងក៏មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែរចុះហេតុអីបានជាលោកលុបឈ្មោះនាងចោលលុយនឹងគឺជារបស់ខ្ញុំចង់ឲ្យអ្នកណាក៏បានវាជាសិទ្ធិរបស់ខ្ញុំអ្នកនាងសាងពេលនេះនាងមានឋានៈអ្វីទៅនាងមានសិទ្ធិអីមកលូកដៃក្នុងរឿងជំនួយរបស់ខ្ញុំលោកនៅខឹងរឿងកាលពី7ឆ្នាំមុនមែនទេលោកចង់ឲ្យខ្ញុំសុំទោសលោកមែនទេប៉ាន់តាលូហេងទោះលោកចង់ធ្វើបាបខ្ញុំឬសងសឹកខ្ញុំយ៉ាងម៉េចក៏ដោយខ្ញុំមិនខ្វល់ទេខ្ញុំសូមអង្វរលោកសូមទុកជីវិតកូនស្រីខ្ញុំផងទៅកាលនោះខ្ញុំក៏ធ្លាប់អង្វរនាងបែបនេះដែរតែនាងបែរជាងាកក្រោយដើរចេញយ៉ាងប្រងើយខ្ញុំមិនត្រូវការសុំទោសคล้ายៗបែបនេះទេយកអញ្ចេះទៅពួកយើងធ្វើកិច្ចព្រមព្រៀងមួយចុះគេងជាមួយខ្ញុំមួយយប់ខ្ញុំឲ្យ1សែនលោកភ្ជាប់ពាក្យជាមួយស៊ូម៉ូរ៉ានរួចហើយតើចុះមិនក៏លោកហ៊ាននិយាយពាក្យបែបនេះចេញមកអ្នកនាងសាងថ្នាក់កិត្តិយសក៏ហ៊ានលក់ដូរនឹងលុយទៅហើយចុះទម្រាំតែលក់ខ្លួនទៀតវាមានអីខុសទៅមួយរយៈនេះខ្ញុំកំពុងតែទំនេរផងហើយក៏ចង់រកអ្វីលេងកំដរអារម្មណ៍ស្រាប់បើទោះជាខ្ញុំត្រូវលក់ខ្លួនមែនក៏នៅមានអ្នកមានជាងលោកច្រើនណាស់ដែរហេតុអីខ្ញុំត្រូវជ្រើសរើសលោកទៅបែកគ្នា7ឆ្នាំចរិតនាងរៀងកាច់ជាងមុនណោះលូហឿងពួកយើងចប់គ្នាហើយលោកឯងគ្មានសិទ្ធិធ្វើដាក់ខ្ញុំចឹងទេនាងមិនចង់សង្គ្រោះកូនស្រីនាងទេអីបើរួយឆាប់បានវះកាត់នាងនឹងមិនសូវឈឺចាប់ទេខ្ញុំម៉ាក់លោកពូតាយមកលេងយើងវិនស្ចានមិនក៏លោកមកទីនេះអូខ្ញុំឃើញអូនសុំច្បាប់សម្រាប់ប៉ុន្មានថ្ងៃខ្ញុំបារម្ភពីអូននឹងរួយពេកទៅមកមើលនឹងណាលោកពូតាយមានតែពូទេដែលល្អដាក់ខ្ញុំនឹងម៉ាក់លោកពូឧស្សាហ៍នាំពួកយើងទៅញ៉ាំអីហើយទិញកាដូឲ្យទៀតមិនដូចមនុស្សអាក្រក់ខ្លះទេគិតតែពីធ្វើបាបម៉ាក់លោកពូតាយធ្វើប៉ាខ្ញុំបានអត់លោកពូតាយធ្វើប៉ាខ្ញុំបានអត់ពូសប្បាយចិត្តនឹងធ្វើណាស់តែក៏ស៊ីសង្លើម៉ាក់ក្មួយដែលថាយល់ព្រមឬអត់រួយកុំនិយាយផ្ដេសផ្ដាសយីអានរួយត្រូវការលុយវះកាត់ក្នុងកាតនេះមាន100000យួនអូនយកវាទៅប្រើសិនចុះអ្នកនាងសាងពិតជាមានមុនស្នេហ៍មែនខ្ញុំស្មានតែនាងត្រជាក់ត្រជុំប៉ុណ្ណាតើតាមពិតនាងរកបានអ្នកកាំងសោះ
កុំភ្លេចណានាងនៅជំពាក់លុយខ្ញុំ100លានយូអានអ្វីដែលគេនិយាយមិញហ្នឹងជាការពិតមែនអត់រឿងហ្នឹងវាយូរហើយខ្ញុំទទួលលុយនេះមិនបានទេកន្លែងប៉ាក់កាត់យេនឈីវឥឡូវកំពុងត្រូវការដើមទុនលុយនេះខ្ញុំឲ្យអូនដោយស្ម័គ្រចិត្តទេកុំគិតច្រើនពេកអីណាលោកធ្លាប់បានជួយរកការងារឲ្យខ្ញុំពេលបុណ្យទានម្ដងលោកតែងតែឲ្យអាំងប៉ាវនិងកាដូទៅរស់ទៀតខ្ញុំពិតជាអរគុណខ្លាំងណាស់ចំណែករឿងថ្លៃវះកាត់ខ្ញុំនឹងរកវិធីដោះស្រាយខ្លួនឯងហើយអញ្ចឹងក៏បានបើអូននិយាយចឹងហើយខ្ញុំក៏មិនបង្ខំទៀតដែរមួយខែទៀតមានការប្រកួតប៉ាក់កាត់មួយបើបានពានរង្វាន់មាសនឹងទទួលបានប្រាក់រង្វាន់30,000 យ៉នតើអូនចង់តំណាងឲ្យយេនឈីវទៅប្រកួតសាកមើលទេអរគុណហើយខ្ញុំនឹងត្រៀមខ្លួនឲ្យបានល្អម៉ាក់លោកពូដៃមកលេងយើងវិនស្វៀនតើលោកមកទីនេះធ្វើអីសាងយូអានហេតុអីប្រុសផ្សេងបានតែខ្ញុំមិនបានហាសសាងយូអានហេតុអីក៏ឯងធ្វើដាក់អញបែបនេះហេតុអីក៏ធ្វើដាក់អញបែបនេះហេតុអីក៏ធ្វើដាក់អញបែបនេះហាសហេតុអីសាងយូអានអញស្អប់ឯងមិនស័ក្តិសមនឹងក្តីស្រឡាញ់របស់អញទេសាងយូអានត្រឡប់មកវិញមកណាតាំងពីបែកគ្នាជាមួយសាងយូអានមកខ្ញុំលែងហ៊ានទុកចិត្តអ្នកណាទៀតហើយយប់ឡើងក៏គេងមិនលក់3 ខែហើយណាគឺវេទនាអញ្ចឹងរាល់ថ្ងៃហ្មងការជិះចាប់ដែលត្រូវស្នេហាដំបងក្បាលបានបិទទ្វារបេះដូងរបស់លោកលែងឲ្យបើកទទួលអ្នកណាទៀតហើយវាក៏បានធ្វើឲ្យខួរក្បាលរបស់លោកស្ថិតក្នុងសភាពតានតឹងខ្លាំងរាប់ខែមកហើយដែរទើបបានជាលោកចេះតែគេងមិនលក់និងខ្វល់ខ្វាយបែបនេះហើយលែងហ៊ានទុកចិត្តអ្នកណាទៀតនោះត្រូវគេសំបែកវាមិនមែនជាកំហុសរបស់លោកទេវាគ្រាន់តែថាម្នាក់នោះគេបានសម្រេចចិត្តជ្រើសរើសផ្លូវមួយដែលគេគិតថាត្រូវតែប៉ុណ្ណោះខ្ញុំចង់ធ្វើឲ្យសាងយូអានស្ដាយក្រោយតើខ្ញុំគួរធ្វើម៉េចទៅខ្ញុំចង់ឲ្យសាងយូអានស្ដាយក្រោយហ្មងខ្ញុំគួរធ្វើម៉េចទៅលោកគ្រូលោកលូគ្រាន់តែធ្វើអ្វីដែលលោកគួរធ្វើទៅបានហើយពេលដែលលោកខ្លាចជាមនុស្សអស្ចារ្យនិងរឹងមាំគ្រប់គ្រាន់ហើយនោះអ្វីដែលលោកចង់បានវានឹងរត់មករកលោកដោយឯកឯងហើយត្រូវហើយខ្ញុំនឹងឈរនៅចំណុចកំពូលបំផុតដើម្បីឲ្យពេលដែលសាងយូអានឃើញខ្ញុំគេនឹងស្ដាយក្រោយស្ទើរឆ្កួតមិនខានលោកលូខ្ញុំបានរៀបចំថ្នាំខ្លះឲ្យលោកហើយសម្រាប់លេបឲ្យស្រួលគេងត្រូវចាំថាលេបវាតាមការណែនាំផងណាកុំពឹងផ្អែកលើវាពេកនេះជាលិខិតពិនិត្យជំងឺរបស់លូហេងកាលពី7 ឆ្នាំមុនតើគឺមកពីខ្ញុំនឹងហើយទើបគាត់មានជំងឺផ្លូវចិត្តអញ្ចឹងអាហេងខ្ញុំសុំទោសខ្ញុំពិតជាសុំទោសការឈឺចាប់ដែលខ្ញុំបានផ្ដល់ឲ្យអាហេងគឺអូសបន្លាយដល់ទៅ7 ឆ្នាំឯណោះទោះខ្ញុំនិយាយអ្វីឥឡូវនេះក៏វាលែងមានន័យទៀតដែរ
លោកលូលោកលូលោកស្រវឹងហើយណាសាងយូអានបងស្រឡាញ់អូនខ្លាំងណាស់ហេតុអីអូនយកអារម្មណ៍បងមកលេងសាច់អញ្ចឹងហេតុអីទៅហេតុអីបានជាអូនបោះបង់បងចោលខ្ញុំសុំទោសអូនដឹងអត់7 ឆ្នាំមកនេះបងយល់សប្តិរាល់ថ្ងៃហ្មងយល់សប្តិថាអូនរៀបការជាមួយបងហើយពួកយើងមានកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ទៀតផងរាល់ថ្ងៃពួកយើងរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខប៉ុន្តែពេលដែលបងភ្ញាក់ពីយល់សប្តិភ្លាមពេលមេឃភ្លឺបេះដូងបងមួយនេះវាឈឺចាប់រកទីបញ្ចប់គ្មានទេ